ហើយហ្នឹងផ្ទះបងឯងនោះ ចាផ្ទះខ្ញុំគ្រូ ហើយចុះគ្រូសាបងឯងទៅណា គ្រូសាខ្ញុំនៅតែធ្វើការដើរធ្វើការនេះដលងនេះអីចឹងលោកគ្រូ អញ្ចឹង ចា ធ្វើការនៅណាវិញទៅ ធ្វើក៏ដលងតាមភ្នំតាមអីហ្នឹង បាទកោះតលង ចា តាមភ្នំឲ្យស៊ីឈ្នួលគេ ចា ហើយចុះបងឯងធ្វើអីចាសប្តាហ៍ថ្ងៃ ខ្ញុំនៅមើលកូនទៅណាអត់ទាន់កើត បងឯងនៅមើលកូនមើលអី ចា ចន់មានរកស៊ីធ្វើអី រោដែរទៅជីកដលងកាប់ដលងឲ្យគេស៊ីឈ្នួលកាប់ដលងកាប់អីចឹងណាគ្រូ តែបងឈ្មោះអី ឈ្មោះកឹមណារី កឹមណារីអាយុប្រហែលហើយ 43 43ហើយមានកូនប្រហែលនាក់ កូន5នាក់ អូ5នាក់ ចា ហើយចុះកូនទៅណាអស់ កូននៅរៀនអត់ទាន់នេះវាឈប់រៀនអស់ហើយយើងខ្វះខាតដល់លោកគ្រូ កូនប្រុសប្រហែលស្រីប្រហែល ប្រុស3ស្រី2 ប្រុស3ស្រី2 ចា ហើយអញ្ចឹងឈប់រៀនអស់ហើយ រៀនម្នាក់ រៀនម្នាក់ ចា ហើយអញ្ចឹងបងរងថ្ងៃហ្នឹងស៊ីឈ្នួលកាប់ដលងគេ កាប់ដលងកាប់អីចឹងទៅ ហើយបានមួយថ្ងៃប្រហែលទៅ ថ្ងៃ10000 20000អីចឹងលោកគ្រូខ្វះ ចុះលឺសូថាមួយថ្ងៃទៅឲ្យស៊ីឈ្នួលចាំចកាគេ ចាំចកាគេដែលអត់ឥឡូវចាំចកាគេដែរខ្ញុំមកនេះ មកនេះមិន ខ្ញុំមកនេះមកនេះមកអឺតមើលផ្ទះហង អញ្ចឹង ចា អញ្ចឹងកូនចៅយកទៅទាំងអស់គ្នា កូនចៅយកទៅទាំងអស់ អូហើយយប់ឡើងមកសម្រាប់នេះ អត់ទេយប់ឡើងនៅចាំចកាឲ្យគេ នៅចាំចកាហើយមួយខែបានប៉ុន្មានទៅ ខែបាន900,000គ្រូ 900,000ដែរ ចាតែ2នាក់ដល់ទាំងអស់គ្នាបានប៉ុណ្ណឹងចា 2នាក់ហ្នឹងមួយប្តី ចា ហើយអញ្ចឹងពេលតនេបងឯងទៅចាំចកាពេលខ្លះទៅស៊ីឈ្នួលដកដលងអញ្ចឹងទៅ ចាស៊ីឈ្នួលដកដលងគេខ្លាចបានលុយខ្លះចឹង ហើយចុះកូននៅជាមួយនឹង កូននៅមួយខ្ញុំហ្នឹង អញ្ចឹង ចាវានៅទូចឡៃនឹងទុំ អញ្ចឹង 10ឆ្នាំខ្លះ10ឆ្នាំជាងអី អញ្ចឹងផ្ទះនេះមិនទុកចោល ផ្ទះហ្នឹងកូនវាមក នៅដេកកូននៅដេក ចាវានៅដេកហ្នឹង អញ្ចឹង ចា អញ្ចឹងមានន័យថាបងទៅស៊ីឈ្នួលចាំចកាគេហ្នឹងយូរមកអឺតផ្ទះម្ដងអញ្ចឹងទៅ ចា ហើយផ្ទះនេះបងម្ដាយចែកឲ្យឬមួយក៏មិនបង ផ្ទះខ្លួនឯងធ្វើខ្លួនឯងហើយមានឈើអីលោកគ្រូឈើមូលទូចបាក់អស់ហើយ ដាក់ដៃចុះបងអត់ទេហើយជីវភាពបងយ៉ាងម៉េចដែរអញ្ចឹង រល្ងាចចឹងទៅខ្វះខាតលោកគ្រូ ខ្វះខាតយ៉ាងម៉េចបង ខ្វះខាតរល្ងាចចឹងទៅព្រឹកអីខ្វះចឹងទៅ លំបាកអីខ្លះអញ្ចឹង បាក់ច្រើនដែរហ្នឹង លំបាកអីគេច្រើន បាក់យើងអត់រមកយើងអត់សល់អត់អីបានសល់យើងបានតែមកហូបវាគ្រប់គ្រាន់ទៀតលោកគ្រូ អញ្ចឹង ចា ហើយសុខណាកើតជានៅខាងណា ខ្ញុំនៅអីអាលៀបហ្មង ហើយដល់បានគ្រូសាមកនៅនេះវិញ ចា ហើយចុះបងប្អូនខាងបងប្អូនបងប្រហែលអ្នក 9នាក់អស់ 9នាក់ហើយជីវភាពពួកគាត់យ៉ាងម៉េចដែរ គាត់រឿងតែគេគ្រាន់ជាងយើងមិនដូចយើងបាក់ អញ្ចឹ ជា ង ងគេ គេរាងក្រន់ ហ្នឹងហើយគេរឿងគ្រាន់បាក់តែយើងជាងគេ អញ្ចឹងហើយស៊ីឈ្នួលចាំចកាហ្នឹងចកាអីគេ ចកាគេចិញ្ចឹមជ្រូកចិញ្ចឹមមាន់ ចាំជ្រូកច្រមន់ ចា ហើយយើងជួយចិញ្ចឹមគេអញ្ចឹងទៅ ហ្នឹងហើយយើងមើលឲ្យបាយជ្រូកឲ្យអីគេទាំងទៅ អូ ហើយ ហើយគាត់ ថ្ងៃឡើងយើងបោសចំអាតតាមទីធ្លាផ្ទះគេហ្នឹងទៅបោសឆ្មៅបោសអី បោកឆ្មៅបោកអីអញ្ចឹងទៅ ចា ហើយម្ចាស់គេនៅណាទៅ ចាស់គេនៅអីពេញហ្នឹងលោកគ្រូ នៅពេញហើយ ចា យូរគេមកអឺតម្ដងហើយក៏មិន ហ្នឹង បង ហើយយូរគេមកអឺតម្ដងទៅ យូរ តែគេទេយើងថតបាញ់អីឲ្យគេមើលរាល់ថ្ងៃ អញ្ចឹង ចា ហើយរងថ្ងៃបងកូន4 5នាក់ឈប់រៀនអស់ហើយគាត់ទៅណាអញ្ចឹង ឈប់រៀននៅមួយខ្ញុំហ្នឹង នៅកន្លែងចកាទាំងអស់គ្នា ចា អូ រៀនតែម្នាក់ហ្នឹង ជឿគេថាបងឯងខ្វះខាតខ្លាំងអញ្ចឹងហ៎ ចាហ្នឹងហើយ ខ្វះខាត គ្រូ ខ្វះខាត អត់បានរៀន ខ្វះខាតហ្នឹងខ្វះខាតទៅលើផ្នែកអីបង ធ្វើ
ទឹកណាត់យើងហូបចុកក៏អត់បានគ្រប់គ្រាន់ពីគេចឹង ទៅយើងចាំជាការគេនឹងបានប្រាក់ខែបានអីខ្លះដែរយើងហូបអត់គ្រាន់ទេណា ហូបគ្រាន់នេះលោកគ្រូកូន 4 5 នាក់នោះ កូន 4 5នាក់ជឿគេអត់ឲ្យអង្គឲ្យអីខ្លះទេបើយើងចាំជាការគេហើយ អត់ទេគេមិនអោយណាគ្រូ គេឲ្យតែប្រាក់ខែ 90 ម៉ឺនហ្នឹងទេ ហ្នឹងហើយ គាត់បានទិញហូបទិញកហ្នឹង បាន ទៅ ទិញយើងទិញមកហូបចំណាយវិញអស់ច្រើនដែរ អញ្ចឹង ចា គេថាចំណាយអស់ច្រើន ចំណាយច្រើនកូន 4 5ហើយវានេះវាចាយអានោះនៅរៀនមួយ អញ្ចឹងនៅរៀនហ្នឹងមានន័យថានៅផ្ទះហ្នឹង នឹងវាទៅនៅនោះមួយ ជិះ ដែរ ផ្ទះគេទុកចោលយ៉ាងមានន័យថាទុកចោល អត់ទេអត់ទុកឲ្យកូនខ្ញុំមីស្រីនោះវាមកមើលចឹងទៅ អញ្ចឹងមានន័យ មក ថា បោះមកអីចឹងលោកគ្រូ មកបោះហ្នឹងមានន័យថារាល់ថ្ងៃហ្នឹង កាល មាន ណា អ្នក ទៅ នៅ វាដេករងថ្ងៃវាដេកតើលោកគ្រូ អញ្ចឹង ចា សប្ថ្ងៃហ្នឹងដេកនឹងរាល់ថ្ងៃ ចាយប់ឡើងវាមកដេកហើយថ្ងៃឡើងវាទៅនោះ អញ្ចឹងអូ ចា ចិត្តនឹងដែរអញ្ចឹងទៅមើល ចិត្តនឹងដែរនោះនៅមហាចនោះ អូអញ្ចឹងជិះទៅមកដើរទៅមកដល់ដែរ ដល់លោកគ្រូ អូអញ្ចឹងមានន័យថាចិត្តនឹងដែរ ចាជាប់នឹងដែរ ហើយនៅខាងនេះដីផ្ទះនេះខាងបោះម្ដាយក្មេក បោះម៉ែអានេះ បោះម្ដាយក្មេក ចា មានដីទេ អត់មានដីខ្លួនឯងនៅទេ ចា ចុះបងទៅចាំចការគេអញ្ចឹងបើសិនជាថ្ងៃណាមួយគេលក់ចការគេឈប់ធ្វើទៅបងទៅធ្វើអីទៅ ធ្វើអីទៅកាប់ដលងកាប់អីទៀតហ្នឹងលោកគ្រូ ទៅស៊ីឈ្នួលកាប់ដលងគេ កាប់អីគេដើរជ្រូតដើរអីចឹងទៅក៏ណាទៅគេហៅជ្រូតហៅអីចឹងទៅមានតែចឹងឯងលោកគ្រូ ហើយមានខ្សែមានអីភ្លឺធ្វើទេ អត់ហើយ អត់មានទេ ចា ហើយបានកបានអីហូបអីចឹងដល់ទិញអញ្ចឹងទិញទាំងអស់ ទិញទាំងអស់រកបានទាំងទិញគេទៅអត់ដែរមាននេះអត់ដែរទៅស្រែ អត់ដែលមានស្រែធ្វើទេ ចា បាទឥឡូវផ្ទះសំបែងនេះបងអត់ដែលរស់នៅអញ្ចឹងយើងគាត់ណាទុកឲ្យកូននៅបានតនេយូរម្ដងហើយបានមករស់នៅអញ្ចឹងទៅ ចា ហើយបងឯងថាប្រវត្តិហ្នឹងពិបាកទៅលើផ្នែកអីរងថ្ងៃ ផ្នែកយើងអត់លុយមុខរបរអីរមានធ្វើការបានតែកាប់ដលងកាប់អីហ្នឹងលោកគ្រូរអី ហើយរងថ្ងៃមានចង់ប្រកបមុខបររកស៊ីអីផ្ទាល់ខ្លួនឯងអត់ចង់ទេណាដូចថាឥឡូវយើងអត់មានចការនឹងចាំហើយបងអាចមានប្រកបមុខបររកស៊ីខ្លួនឯងអញ្ចឹងតែថ្ងៃក្រោយបំពឹងថាគេជួលយើងឬមួយក៏ប៉ះគេបិទចការហ្នឹងវិញទៅហើយបងបានអីព្រោះចំណូលណាចូល រការងារអីធ្វើកាប់ដលងកាប់អីធ្វើចំណងធ្វើអីចឹងលោកគ្រូ អញ្ចឹង ចា ចឹងអត់មានចង់រកស៊ីមុខបរអីលក់ដូរផ្ទាល់ខ្លួនឯងទេណា ចង់ដែរលោកគ្រូអត់មានលទ្ធភាព ចង់រកអីគេទៅ លក់អីចាប់ហួយចាប់អីទៅ អញ្ចឹង ចា បាទអ៊ំពូមីងលោកយលតាបាទជាទីគោរពជាទីស្រឡាញ់បាទឥឡូវថ្ងៃនេះគឺខ្ញុំបានធ្វើដំណើរមកដល់បាទភូមិផ្លូវលេខ2បាទដែលគាត់រស់នៅបាទស៊ីឈ្នួលចាំចការគេណាអ៊ំពូមីងបាទហើយឃើញដូច្នេះខ្ញុំក៏មានការណិតសោទៅដល់ក្រុមគ្រួសាររបស់គាត់បាទខ្ញុំមានអំណោយខ្លះយកមកជូនគាត់បាទហើយអំណោយនេះបាទជាអំណោយរបស់សប្បុរសជនបាទគឺបងលីហៅបងអនុសាវរីយ៍បាទហើយនឹងបងខេមិនបាទដែលគាត់រស់នៅទីក្រុង Dublin រដ្ឋ California សហរដ្ឋអាមេរិកបាទអញ្ចឹងខ្ញុំដកថវិការបស់ពួកគាត់បាទចំនួន20ម៉ឺនស្មើនឹង$50ហើយ20ម៉ឺននោះគឺខ្ញុំបានចាត់ចែងទិញជាគ្រឿងបរិភោគនេះបាទអស់ចំនួន10ម៉ឺនបាទស្មើនឹង25ដល់សល់10ម៉ឺនស្មើនឹង25នេះជូនទៅដល់បងស្រីទុកដោះស្រាយនៃជីវភាពនោះបងណាបាទអញ្ចឹងបងមានអីជូនពរទៅដល់ម្ចាស់ជំនួយហ៎បាទជូនពរម្ចាស់ជំនួយរស់ស៊ីមានបានហើយសូមឲ្យគាត់សុខភាពល្អ បាទសាធុបាទអញ្ចឹងបងអើយបាទបងស្រីលីបាទនិងបងខេមិនបាទដែលមានសទ្ធាជ្រះថ្លាបាទ
ចូលរួមបាទជួយទៅដល់អ្នកខ្សត់អ្នកខ្សោយអ្នកទីតលំបាកនៅឯមិត្តភូមិយើងបាទអញ្ចឹងខ្ញុំបាទបតៈក៏សូមអរគុណនឹងក្រុមគ្រួសារបងហើយក៏សូមលើកដៃនឹងបួងសួងទៅដល់វត្ថុស័ក្តិសិទ្ធិទេវតាឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនេះចូលបីបាច់ថែសារទៅដល់ក្រុមគ្រួសារបងទាំងអស់បាទឲ្យគាត់មានសុខភាពល្អរកស៊ីទទួលទានមានបានតិចជុំដោយទាំងអស់ពងជ័យទៅទីចិត្តទីឆ្ងាយជួបតែសេចក្តីសុខសេចក្តីចម្រើនជប់ទេពុទ្ធពរទាំងឡាយ4ប្រការគឺអាយុនឹងវណ្ណៈសុខៈនឹងពលៈកំបីឃ្លៀតឃ្លាតឡើយហើយក៏សូមជូនបុណ្យជូនកុសលទៅដល់លោកយាយលតាអ៊ុំពូមីងបងប្អូនទាំងអស់គ្នាឲ្យជួបតែសំណាងល្អនិងសុខសប្បាយសុខចម្រើនសុខភាពល្អអាយុវែងគ្រប់ក្រុមគ្រួសារកូនចៅបាទចឹងនៅទីបញ្ចប់នេះខ្ញុំបាទបតៈក៏សូមអរគុណនិងសូមគោរពលាតែប៉ុណ្្នេះបាទចាំជួបគ្នានៅវីដេអូក្រោយៗបាទបាទ